សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងនឹងសិក្សាអំពីមូលដ្ឋានគ្រឹះ Google Sheet ដែលចំណុចទី1ដែលយើងនឹងសិក្សានោះគឺយើងនឹងស្គាល់ថាអ្វីទៅគឺជា Google Sheet ហើយ Google Sheet នេះគឺមានភាពខុសគ្នាជាមួយនឹង Microsoft Excel យ៉ាងដូចម្តេចបាទចំណុចទី2គឺយើងនឹងរៀនបង្កើត file ថ្មីគឺបង្កើត file Google Sheet ថ្មីតាមរយៈ Google Drive ឬក៏តាមរយៈគេហទំព័ររបស់ Google Sheet ចំណុចទី3គឺយើងនឹងសិក្សាអំពី interface របស់ Google Sheet នេះដែរបាទដែលអ្វីទៅគឺជាជួរឆុសអ្វីទៅគឺជាជួរដេកអ្វីទៅជាកន្លានិងការសិក្សាទៅលើ formula bar បាទអញ្ចឹងចំណុចទី1សួរថាតើអ្វីទៅគឺជា Google Sheet បាទ Google Sheet គឺជាកម្មវិធីសម្រាប់ធ្វើការបង្កើតជាបញ្ជី spreadsheet ឬក៏ជាបញ្ជីតារាងនេះដែលដំណើរការទៅលើ cloud គឺដំណើរការ online ដែលនឹងដំណើរការទៅលើ Google Drive ផងដែរមានថាយើងមាន Google Drive ដំណើរការកម្មវិធី Google Sheet នេះគឺពឹងផ្អែកទៅលើ Google Drive ដែរដើម្បីធ្វើការរក្សាទុកទិន្នន័យបាទ Google Sheet គឺធ្វើការអនុញ្ញាតឲ្យយើងធ្វើការបង្កើតឬក៏កែប្រែទិន្នន័យឬក៏ធ្វើការទិន្នន័យនៅគ្រប់ទីកន្លែងនិងអាចឲ្យយើងធ្វើការរួមគ្នាផងដែរ collaborating បាទចំពោះភាពខុសគ្នារវាង Google Sheet ហើយនិង Microsoft Excel វិញទី1គឺរបៀបនៃការចូលប្រើចំពោះ Google Sheet គឺអ្នកទាំងអស់គ្នាប្រើបានដោយមិនចាំបាច់ដំឡើងកម្មវិធីទេគឺដំណើរការដោយ online តែម្ដងចំណែក Microsoft Excel អ្នកទាំងអស់គ្នាចាំបាច់ត្រូវការដំឡើងនៅលើកុំព្យូទ័ររបស់លោកអ្នកទើបអាចដំណើរការបានហើយនឹងមានកំណែ update បន្តដែរចំពោះ Microsoft Excel ទាក់ទងជាមួយនឹងចំណុចទី2គឺការប្រើប្រាស់ collaboration គឺការធ្វើការរួមគ្នាមានថាយើងធ្វើឯកសារមួយរួមគ្នា Google Sheet គឺអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការរួមគ្នាបានចំណែក Microsoft Excel ក៏អនុញ្ញាតឲ្យធ្វើការរួមគ្នាដែរចំណែកទាក់ទងជាមួយនឹងចំណុចទី3វិញគឺការរក្សាទុកឯកសារចំពោះ Google Sheet នៅពេលដែលអ្នកដំណើរការឯកសារធ្វើការវាបញ្ចូលទិន្នន័យគឺវានឹងធ្វើការរក្សាទុកទិន្នន័យនោះដោយស្វ័យប្រវត្តិនៅលើ Google Drive របស់លោកអ្នកចំណែក Microsoft Excel បាទ Microsoft Excel គឺយើងមាន2ទី1គឺ Microsoft Office Excel ធម្មតាដែលមាន version បន្តមកការរក្សាទុកគឺចាំបាច់ត្រូវការប្រើប្រាស់ Save បាទនៅក្នុងកម្មវិធី Microsoft Excel តែដោយឡែក Microsoft Excel ដែរតែដំណើរការទៅលើ Office 365គឺវាដំណើរការរក្សាទុកដោយស្វ័យប្រវត្តិដោយ store ទុកនៅលើ OneDrive អញ្ចឹង Excel គឺទី1យើងអាចរក្សាទុកដោយប្រើប្រាស់ Save ទី2គឺរក្សាទុកដោយស្វ័យប្រវត្តិដូចគ្នាមានថា Auto Save នៅពេលដែលអ្នកទាំងអស់គ្នាប្រើប្រាស់ Office 365បាទចំណុចបន្ទាប់ចំណុចទី4គឺភាពខុសគ្នាដែរគឺទាក់ទងជាមួយនឹងតម្លៃចំពោះ Google Sheet គឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់ដោយឥតគិតថ្លៃដោយប្រើប្រាស់ទៅលើ account ផ្ទាល់ខ្លួនរបស់លោកអ្នកដូច Google Sheet នេះគឺខ្ញុំប្រើប្រាស់ទៅលើ Gmail របស់ខ្ញុំមួយបាទមានថាយើងមានដំណើរការ Gmail មួយហើយធ្វើការភ្ជាប់ជាមួយនឹង Google Sheet នោះអាចដំណើរការបានចំណែកឯ Microsoft Excel វិញ Microsoft Excel អ្នកទាំងអស់គ្នាត្រូវការទិញអាជ្ញាប័ណ្ណ license ទើបអាចដំណើរការបានចំពោះសមត្ថភាពនៃការប្រើប្រាស់ Google Sheet ហើយនិង Microsoft Excel បាទ Google Sheet គឺវាល្អសម្រាប់ការងារទូទៅនិងការងារជាក្រុមផងដែរហើយទាក់ទងជាមួយនឹង Microsoft Excel ក៏ល្អដូចគ្នាដែរប៉ុន្តែភាគច្រើនគឺសម្រាប់ការងារធំបាទ Big Data ទិន្នន័យច្រើនផ្សេងគឺនឹងរូបមន្តស្មានគឺយើងចាំបាច់ត្រូវប្រើប្រាស់ទៅលើ Microsoft Excel ហើយបាទចំណុចបន្ទាប់គឺទាក់ទងជាមួយនឹងការបង្កើត file ថ្មីការបង្កើត file ថ្មីនេះយើងអាចបង្កើតតាមរយៈ Google Drive ក៏បានតាមរយៈគេហទំព័ររបស់ Google Sheet ក៏បាន
បាទចឹងទី1គឺការបង្កើត file ថ្មីបាទខ្ញុំបន្តទៅតាមរយៈ Google Drive វិញចឹងទី1អ្នកទាំងអស់គ្នាបើក Google Chrome ណាមួយដែលធ្វើការភ្ជាប់មានថាយើងភ្ជាប់ Gmail របស់យើងជាមួយនឹង Google Drive របស់យើងនោះឬក៏ Google Sheet រួចជាស្រេចបាទចឹងចូលមកកាន់គេហទំព័របាទយើងបើក address ថ្មីមកវាយបញ្ចូលនៅលើ address នេះគឺវាយពាក្យថា drive.google.com បាទដូចអ្នកទាំងអស់គ្នាបានមើលឃើញនៅខាងលើនេះហើយ enter មួយមកបន្ទាប់មកគឺអ្នកទាំងអស់គ្នានឹងឃើញទាំង interface storage ទៅលើ Google Drive នេះហើយអ្នកទាំងអស់គ្នាអាចចូលមកកាន់ទីតាំងកន្លែង new រួចយកពាក្យថា Google Sheet បាននៅពេលដែលអ្នកទាំងអស់គ្នាคลิกដូចនេះគឺយើងនឹងបានទាំង Google Sheet ថ្មីមួយបាទចំណុចបន្ទាប់បើសិនបើអ្នកទាំងអស់គ្នាអត់ចូលមកកាន់ទីតាំង Google Drive នេះទេអ្នកទាំងអស់គ្នាអាចបង្កើតតាមរយៈគេហទំព័ររបស់ Google Sheet តែម្ដងគឺអ្នកទាំងអស់គ្នាចូលទៅកាន់ទីតាំង sheet.google.com បាទដូចខ្ញុំវាយនៅខាងលើនេះបាទការចូលទីតាំងដូចនេះគឺលឿនជាងការចូលទៅក្នុង Google Drive បាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកកាន់ទីតាំង sheet.google.com គឺផ្ទាំង interface ថ្មីមួយខុសពីការចូលមកកាន់ទាំង Google Drive ដោយសារការចូលមកកាន់ទីតាំងកន្លែងនេះអ្នកទាំងអស់គ្នាអាចបង្កើតតាមរយៈ blank sheet បាទ blank sheet នេះឬក៏យើងអាចបង្កើតតាមរយៈ template បាទ template ដែលមានស្រាប់នៅក្នុង Google Drive តែម្ដងបាទនៅក្នុង Google Sheet បាទអញ្ចឹងនៅកន្លែងនេះប្រសិនបើការបង្កើតសិលឹកកិច្ចការថ្មីវាអាស្រ័យទៅលើតម្រូវការយើងអាចយកជាលក្ខណៈ template ដែលមានស្រាប់ឬក៏ជាលក្ខណៈ blank គឺផ្ទៃទទេអញ្ចឹងនៅពេលដែលយើងចុចយក blank split sheet នេះគឺទាំង Microsoft Split Sheet នេះគឺរបស់ Google Sheet គឺបង្ហាញឲ្យយើងដូចគ្នាដែរបាទអញ្ចឹងហើយជាទូទៅនៅកន្លែងនេះគឺគេតែងតែចូលមកកាន់ទីតាំងដោយដែលខ្ញុំបង្ហាញអញ្ចឹងគឺចូលមកកាន់ទីតាំង sheet.google.com វិញគឺលឿនជាងអ្វីដែលចូលមកកាន់ទីតាំង Google Drive បាទអញ្ចឹងបន្ទាប់ពីយើងចូលមកកាន់ទីតាំងកន្លែងនេះហើយចំណុចទី3គឺយើងនឹងស្គាល់អំពីអ្វីទៅគឺជាជូឆោអ្វីទៅគឺជាជូដេកនិងអ្វីទៅជា cell និង formula bar បាទអញ្ចឹងយើងចូលមកកាន់ទាំង interface របស់ Google Sheet នេះគឺមានដូចនេះដូចនៅផ្ទាំងអេក្រង់នៃ computer របស់ខ្ញុំនេះបាទអញ្ចឹងនៅក្នុងកន្លែងគេហៅថាជួរឆបាទពីអក្សរ A ចុះមកខាងក្រោមនេះគេហៅថាជួរឆបាទ A ទៅដល់ចុងក្រោយបាទដល់ចុងក្រោយ A ដល់ Z ប៉ុន្តែយើងក៏អាចបង្កើតលើសពី A ដល់ Z នេះដែរដោយសារតែនៅពេលខ្លះយើងលើសកន្លោនយើងអាចបង្កើតបន្តដែរចំណែកជួរដេកគឺយើងមើលពីលេខ1ចុះមកខាងក្រោមដូចគ្នាដែរបាទអញ្ចឹងយើងមើលមានលេខដល់ជួរដេកទី1000អញ្ចឹងទៅយើងអាច add បន្តទៀតដែរអាស្រ័យទៅលើតម្រូវការនៃការបង្កើតឯកសាររបស់យើងណាបាទចំណុចបន្ទាប់គឺយើងត្រូវស្គាល់មួយទៀតគេហៅថា cell អញ្ចឹងអីទៅ cell ដែលគេហៅថា column ណាអញ្ចឹងដូចនៅកន្លែងនេះខ្ញុំដាក់មួយប្រអប់គ្រាន់តែ click លើនេះគេហៅថាមួយ cell ហើយអញ្ចឹង cell នេះគឺមានឈ្មោះរបស់ cell ដែលយើងអាចកំណត់ឈ្មោះ cell ក៏បានមានថាកែប្រែក៏បានតែវាជា default គឺយើងអាចធ្វើការកំណត់តាមរយៈជួរឆហើយនិងជួរដេកវាជារបត់មានថាវាជាការភ្ជាប់រវាងជួរឆហើយនិងជួរដេកដែលចេញទៅជាឈ្មោះមួយឧទាហរណ៍នៅកន្លែងនេះគឺមានឈ្មោះថា B5 បាទ B5 អញ្ចឹង B5 នេះគឺជាឈ្មោះហើយយើងអាចមើលតាមរយៈ name box នៅកន្លែងលើនេះបាទអញ្ចឹងឧទាហរណ៍យើងមក click នៅកន្លែងនេះមួយបាទអញ្ចឹងយើងកលេចមើលគឺមានឈ្មោះថា F6 បាទហើយចំពោះតកតងជាមួយនឹង cell name នេះបាទ name box នេះគឺវាមានសារៈសំខាន់ណាស់នៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមដំណើរការដោយប្រើប្រាស់រូបមន្តនៅពេលខាងមុខនៅពេលដែលយើងចាប់ផ្ដើមធ្វើការសិក្សាទៅលើការប្រើប្រាស់រូបមន្តគឺយើងចាំបាច់ត្រូវស្គាល់អ្វីទៅជា cell name ហ្នឹងឯងជា name box ហ្នឹងហើយនៅប្រអប់កន្លែងនេះ
បាទប្រអប់មួយនេះគឺជា formula bar ជាកន្លែងសម្រាប់ធ្វើការសរសេររូបមន្តបាទអញ្ចឹងការសរសេររូបមន្តគឺយើងអាចសរសេរនៅកន្លែង formula bar នេះឬក៏យើងអាចសរសេរនៅក្នុងប្រអប់ cell ដែលយើងចាប់ផ្ដើមតែម្ដងហើយយើងមាននៅខាងលើតាមម្ដងចំណុចនេះយើងស្គាល់ interface រៀងច្រើនតិចទៅនៅខាងលើនេះគឺមានជា file menu បាទជា menu bar បាទនេះគឺ toolbar របស់យើងអញ្ចឹងយើងមាន option ជាច្រើនបាទហើយយើងមានកន្លែងនេះគឺឈ្មោះរបស់ sheet ដែលយើងអាចបង្កើតច្រើន sheet បាទ sheet ទី1 sheet ទី2 ទី3ដែលយើងអាចនឹងបង្កើតច្រើនបាទសរុបជារួមមកគឺពាក់ព័ន្ធជាមួយចំណុចទាំង3នេះគឺខ្ញុំថាបញ្ចប់តែប៉ុណ្្នេះសិនហើយយើងនឹងជួបគ្នានៅមេរៀនក្រោយៗទៀតបាទហើយជាចុងក្រោយនេះអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel របស់ខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់ទៅលើមូលដ្ឋានគ្រឹះ Google Sheet នេះហើយយើងនឹងជួបគ្នានៅមេរៀនបន្ទាប់ទៅលើ Google Sheet នេះដដែលបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត